បងប្អូនខ្ញុំមានពណ៌ថ្មីបង្ហាញបងប្អូនសម្រាប់ model សបិននេះខ្ញុំបានបង្ហាញបងប្អូនច្រើនហើយប៉ុន្តែពណ៌សឥឡូវនេះខ្ញុំសូមបង្ហាញពណ៌ថ្មីគឺជាប្រភេទពណ៌ប្រផេះអញ្ចឹងពណ៌ប្រផេះនេះសម្រាប់ខ្ញុំមើលឃើញស្អាតមែនតើមិនថានៅហាថ្ងៃក្តៅចាំងបែបនេះឬក៏នៅពេលម្លប់ហើយពេលយប់កាន់តែស្អាតទៀតដោយសារតែពណ៌វាស្កុតស្គមអញ្ចឹងទឹកថ្នាំរថយន្តដែលមានតម្លៃជិត 20000 ខ្វះតែបន្តិច 20000 ទេអញ្ចឹងមានន័យថា 10000 ជាងទេប្រើជាមួយនឹងទឹកថ្នាំនៅលើរថយន្តដែលមានតម្លៃ $30000 អញ្ចឹងវាពិសេសមែនតើអូខេឥឡូវនេះខ្ញុំសូមដាក់កាហ្វេចុះហើយជជែកជាមួយបងប្អូនតែម្ដងពាក់ព័ន្ធជាមួយនឹងរថយន្តនេះអូខេបងប្អូនអញ្ចឹងដោយសារតែពណ៌នេះវាពិសេសជាងពណ៌ផ្សេងមិនថាពណ៌សឬក៏ពណ៌ខ្មៅទេអញ្ចឹងសម្រាប់ពណ៌នេះគឺមានប្រូម៉ូសិនច្រើនជូនបងប្អូនអញ្ចឹងអាចនិយាយបានថាចំណេញលុយច្រើនដែរជាមួយនឹងពណ៌នេះឥឡូវនេះខ្ញុំប្រាប់ពីអ្វីដែលបងប្អូនចង់ដឹងសំខាន់ដំបូងគេទី1រថយន្តនេះ100គីឡូស៊ីសាំងប៉ុន្មានលីត្រទី2តម្លៃលក់ចាញ់តម្លៃប៉ុន្មានទី3បង់ពន្ធផ្លូវក្នុងមួយឆ្នាំប៉ុន្មានអូខេអញ្ចឹងខ្ញុំប្រាប់បងប្អូនសិនសម្រាប់រថយន្តនេះគឺ100គីឡូវាស៊ីត្រឹមតែ7លីត្រទេឬក៏ក្រោមហ្នឹងតាមជើងបងប្អូនជាន់ដែរហើយឬក៏អាចទៅលើនឹងផងដែរហើយសម្រាប់តម្លៃលក់ចេញគឺ$19999 ជិត20000អញ្ចឹងសម្រាប់រថយន្តនេះពន្ធផ្លូវគឺ150,000រៀលទេបងប្អូនសម្រាប់ពន្ធផ្លូវដោយសារតែម៉ាស៊ីនវា 1.5 ទេទីទៀតខ្ញុំនឹងលម្អិតពីម៉ាស៊ីនអញ្ចឹងសម្រាប់រថយន្តនេះពេលដែលបងប្អូនទិញយកទៅប្រើប្រាស់គឺនឹងមានប្រូម៉ូសិនពិសេសបិទហ្វៀមការពារទឹកថ្នាំមួយជុំហើយនឹង UV ពី Cambo Wrap អញ្ចឹងUV ក៏បិទមួយជុំដូចគ្នា free ជាមួយនឹងកម្រាលជើងហើយអ្វីដែលកាន់តែពិសេសនេះផ្លាកលេខ free ផ្លាកលេខជូនបងប្អូនទៀតអញ្ចឹងពិសេសមែនតើអូខេបងប្អូនអញ្ចឹងខ្ញុំនឹងប្រាប់បន្ថែមពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនរបស់វាអញ្ចឹងសម្រាប់រថយន្តនេះម៉ាស៊ីនរបស់វាគឺប្រភេទម៉ាស៊ីន 1.5 លីត្រវាផលិតកម្លាំងបាន116សេសហើយកម្លាំងរមុលរបស់វាគឺ143 Newton meters ហើយភ្ជាប់មកជាមួយនឹងប្រអប់លេខ8វគ្គ CVT អញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រអប់លេខ CVT រត់ smooth ល្អមែនតើហើយសម្រាប់ធុងសាំងរបស់វាចំណុះរហូតដល់51លីត្រអញ្ចឹងចាក់មកពេញ51លីត្រ100គីឡូស៊ីត្រឹមតែ7លីត្រទេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គឺល្អមែនតើហើយខ្ញុំចង់បង្ហាញបងប្អូនលម្អិតបន្ថែមពាក់ព័ន្ធជាមួយនឹងការ design រថយន្តនេះនៅផ្នែកខាងមុខសម្រាប់ខ្ញុំមើលឃើញស្អាតដោយសារអីទី1ពណ៌នេះគឺជាប្រភេទពណ៌ប្រផេះពណ៌ពិសេសមែនតើលាយជាមួយនឹងទឹកថ្នាំសេរ៉ាមិចដែលចាំងថ្ងៃមើលមកស្អាតមែនតើហើយបណ្ណាខ្មៅ design ជាមួយនឹងក្រោម inox ចាំងហើយនេះកលៈនេះបងប្អូនកលៈកន្លែងបណ្ណានេះគឺ design មកជាមួយនឹងពណ៌ទឹកប្រាក់ហើយនឹងចំណុះខាងមុខនេះអញ្ចឹងសម្រាប់ភ្លើងកន្លែងបណ្ណានៅខាងក្រោមនេះពេលដែលបងប្អូនសញ្ញោងាកចកោតមកឆ្វេងដៃឬក៏ងាកចកោតទៅស្ដាំដៃភ្លើងនេះនឹងជះពន្លឺបើកមុំបន្ថែមឲ្យបងប្អូនបានឃើញពីពន្លឺនៅមុំខាងឆ្វេងដៃឬក៏ខាងស្ដាំដៃឧទាហរណ៍ថានៅមុខយើងផ្ទាល់ចេះបងប្អូនពេលដែលយើងបើកឡានត្រង់យើងត្រូវការបត់ចូលបូរីបត់ទៅខាងឆ្វេងឬបត់ទៅខាងស្ដាំអញ្ចឹងវាមានភ្លើងឡានយើងទៅត្រង់ចេះអញ្ចឹងតើកង់វិលមកឆ្វេងបាទឬក៏វិលទៅស្ដាំបានភ្លើងនឹងងាកតាមប៉ុន្តែភ្លើងមួយនេះគឺអត់ទេពេលដែលបងប្អូនសញ្ញោឬបងចកោតមកភ្លើងហ្នឹងនឹងចាប់ផ្ដើមភ្លឺឲ្យជះមុំមកកាន់តែឃើញមុំបត់កាន់តែធំអញ្ចឹងណាបងប្អូនអញ្ចឹងវាជួយច្រើនមែនតើសម្រាប់ភ្លើងមួយនេះហើយសម្រាប់ភ្លើងនេះក៏វាដើរតួជាប្រភេទភ្លើងអំពូលកាត់អាប់ដែរអញ្ចឹងល្អមែនតើអញ្ចឹងឥឡូវនេះយើងបើកមើលកាបូបម៉ាស៊ីនទាំងអស់គ្នានេះយើងបើកមើលម៉ាស៊ីនទាំងអស់គ្នាចង់ដឹងថាម៉ាស៊ីនវាស្អាតប៉ុណ្ណាហេចាំតិចអូខេចូលទៅបង្ហាញបងប្អូនហើយគឺខ្ញុំចង់បង្ហាញបងប្អូនទាំងអស់តែម្ដងហើយសម្រាប់រថយន្តនេះដែរគឺអូនេះបាទមើលម៉ាស៊ីនអត់ឃើញទេបងប្អូនបាទមើលម៉ាស៊ីនអត់ឃើញទេដោយសារតែបិទការ៉ូបចិត្តអស់ហើយអញ្ចឹងការ design ការធ្វើការ៉ូបម៉ាស៊ីនគឺល្អមែនតែម្ដងបាទវាមើលមក clean ណាខ្ញុំអត់ដាក់ចុះទេខ្ញុំពួកខ្ញុំអត់បើកយូរទេបងប្អូនអញ្ចឹងកន្លែងនេះគេដាក់បាត់តេរីអញ្ចឹងបើសិនជាឧទាហរណ៍ថាឡានអស់អគុយអីអញ្ចឹងទៅអាចបើកទៅគម្របនេះមកគឺកើអគុយបានហើយនេះបាទគ្របអគុយអញ្ចឹងការ design កន្លែងនេះដាក់ទឹកបាទគ្របទឹកបាទហើយនេះកន្លែងឆិចប្រេងម៉ាស៊ីនអញ្ចឹងសុបិន
bao tờ bố một sân một máu cứ tha em tại một đòn ăn miên khơi một sân ấy như nhảy tệ bà ni chia chùm nói pizza muối hai bông bông sầm rạp rốt này nhá nhom pra bông bông tịnh vẽ pon buổi ca tết trái cứ ca bạc bó cứ nhom bạc bó sạt bông làng chạy mỏng nông pin mình đôi cái mau pi mình đôi cái mà đào nông pin mình hai vai đây sầm khăn một sân tu gì pra chùm mùi năng pong mục con tay nhom bạc lang lơ nông mình đôn snai rồi nơi khang khai mình đôi cái bông bông mình đôi cái anh năng score lấy nông mình đôn snai chẳng nông đôn snai nó mình men xua lang nó bảo bạn lang hay nhom miên video trong nhom đã video đang ở mở con tay cao lại nhom bạc lang nó cứ pò sò hay mà sân đôi kia bông bông mà sân môi chạy đôi kia ta hà lâu dương mau nay chùm hiến dương mơ chùm môi năng tao lao cả chợ chẳng sầm ram tao lao cả chợ này đi dàn pi pó cái hàng thang pó bọc hết lia chùm môi năng pó mai nay kháng cáo hai miên chùm môi năng phơn sừng nhô LED hai sầm ram tôm hùm bà bông bồn bà camera thôi cáo nhưng chọi bông bồn mơ tôm hùm chẳng sầm ram rồi ní còn đào bao vía cứ buôn pon 400 mm ហើយសម្រាប់តតឹងនេះបាទមុខកាត់បាទសម្រាប់តតឹងគឺ1831 mm ហើយសម្រាប់កម្ពស់នេះបងប្អូនកម្ពស់នេះគឺ1653 mm អញ្ចឹងគឺខ្ពស់ល្មមស្អាតអញ្ចឹងសម្រាប់កង់កង់នេះគឺជាប្រភេទយ៉ាន់កង់អាលុយមីញ៉ូមដែលមានរង្វង់ 18 អញ្ចឹងពាក់ព័ន្ធជាមួយនឹងយ៉ាន់កង់អាលុយមីញ៉ូមនេះពណ៌អាលុយមីញ៉ូមពណ៌អាលុយមីញ៉ូមនេះ design មួយពណ៌ខ្មៅអញ្ចឹងពេលដែលឡានរត់ពេលយប់ឬក៏ពេលថ្ងៃចាំងថ្ងៃទៅគឺមើលឃើញ play ស្អាតមែនតើប្រើជាមួយនឹងតកេ5ហើយដាក់ logo GTV តែម្ដងដោយសារតែមានទាំង ABS ផងមានទាំង EPS ផងប្រព័ន្ធទប់លំនឹងហើយហ្វ្រាំងគៀបទាំងមុខទាំងក្រោយតែម្ដងអញ្ចឹងដូចបងប្អូនបានឃើញហ្វ្រាំងគៀបទាំងមុខទាំងក្រោយហើយរថយន្តនេះក៏ប្រើប្រាស់ជាមួយនឹងប្រភេទ Sound Smart Key ដែរអញ្ចឹងសម្រាប់ Sound Smart Key ហ្នឹងគឺគាត់តែយើងដាក់នឹងខ្លួនទេយើងដាក់មកដល់ចិត្តយើងចុចមកវានឹង unlock ឲ្យយើងហើយអូខេហើយ sound នៅខាងក្នុងរថយន្តមិនវាស្រែកហើយក៏សម្រាប់ sound ហ្នឹងពេលដែលយើងមុននឹងចូលរថយន្តណាយើងចង់ឲ្យខ្យល់ចូលរថយន្តកុំឲ្យវាហាប់យើងអាចចុច unlock ឲ្យជាប់ទៅគឺនឹងតម្លាក់កញ្ចក់ទាំង4ហ្មងហើយពេលដែលយើងចង់ឲ្យតម្លើងកញ្ចក់វិញយើងគ្រាន់តែចុច lock ទៅកញ្ចក់ទាំង4នឹងបិទវិញហើយកញ្ចក់នេះបងប្អូនកញ្ចក់មើលក្រោយនេះនឹងក្តោបចូលវិញហើយសម្រាប់ផ្នែកខាងលើដបូលយើងក៏ទទួលបានការខាងលើនេះដែរសម្រាប់ងាយស្រួលក្នុងការបងប្អូនចងអីវ៉ាន់បាទទៅផ្ទះអត់សូវមានអីវ៉ាន់ទេតែមកវិញមន់ទាដងចេកខ្នោអីមកហើយអញ្ចឹងនេះងាយស្រួលចងមែនតើឥឡូវនេះកន្លែងចាក់សាំងបាទកន្លែងចាក់សាំងហើយមកទស្សនាផ្នែកខាងក្រោយពូខាងក្រោយនេះគឺជាប្រភេទអំពូល LED អញ្ចឹងភ្លឺច្បាស់មែនតើហើយ design នេះគេហៅថា design បែបទាន់សម័យនិងស៊ីវិល័យមែនតើដោយសារតែឥឡូវនេះការ design គេអត់ចោលទេអំពូល LED អូឆ្នោតមួយឆ្នោតកាត់ជុំវិញមកពេញមកគូតឡានហ្នឹងគឺគេអត់ចោលទេអញ្ចឹងគឺគេដាក់មកតែម្ដងជាមួយនឹង logo GTV បាទពាក្យថា GTV ហើយនឹងសុបិននៅខាងនេះពណ៌ខ្មៅម៉ាប់ស្អាតមែនតើឥឡូវខ្ញុំសូមបើកក្លុបខាងក្រោយឲ្យបងប្អូនមើលមាន4កៅអីតែអាចជីបាន5នាក់ខាងក្រោយនេះគឺយើងបាន free បាទ Rido មួយសម្រាប់ដាក់អីវ៉ាន់ហើយខាងក្រោមនេះក៏តលាយដែរហើយយើងក៏មានជាមួយនឹងភ្លើងហើយនឹងខាងក្រោមនេះគឺជាអីវ៉ាន់ជាមួយនឹងអាវចរាចរណ៍ថាឡានបែកកង់ឡានអីចឹងទៅឬមានបញ្ហាអីយើងអាចពាក់ទៅវាចាំងក្នុងការដែលយើងធ្វើជាសញ្ញាឲ្យគេដឹងហើយនៅនេះក៏មានកង់សកួរមានដូចមកស្រាប់ដែរបាទនេះអូធំមែនតើហើយនេះផ្លាកសញ្ញាចរាចរណ៍អញ្ចឹង GTV គិតគូរដល់បងប្អូនមែនតើបាទមកឲ្យមកទាំងអស់តែម្ដងហើយអានេះបើទិញក៏មិនថោកដែរបងប្អូនបាទបើទិញក៏មិនថោកដែរអញ្ចឹងខ្ញុំសូមចំណាយពេលមួយបងប្អូនបង្ហាញឲ្យអស់តែម្ដងអ្វីដែល GTV មានបាទអញ្ចឹងបែកនេះបាទគំរូចេះហ្មងនេះបាទអញ្ចឹងសុំទុកវិញសំខាន់មានជាប់ស្អិតទៀតដាក់ប៉ឹងស្អិតជាប់ហ្មងនេះដាក់ចិត្តក៏ជាប់ដែរបាទអូខេតោះបងប្អូនទៅបន្តទៀតបាទមានអីប្រាប់បងប្អូនអស់កុំឲ្យពិបាកបងប្អូនសួរអញ្ចឹងសម្រាប់ខាងក្រោយនេះក៏មានជាមួយនឹង sensor 4គ្រាប់ហើយកាមេរ៉ា1គ្រាប់ហើយសម្រាប់កាមេរ៉ាហ្នឹងក៏ follow ទៅតាមចកូតដែរមានន័យថាវាមាន line មួយក្នុងការដែរពេលដែលបងប្អូនចូលចំណតបួងចកូតប្រមាណ degree គឺ line នៅក្នុងហ្នឹងគឺវិលតាមដៃចកូតហ្មងអញ្ចឹងទៀតខ្ញុំនឹងទៅបង្ហាញនៅខាងក្នុងឥឡូវយើងទៅទស្សនាផ្នែកខាងក្នុងរបស់គ្នាតោះអូខេបងប្អូនឥឡូវនេះខ្ញុំចូលដល់ផ្នែកខាងក្នុងអញ្ចឹងខ្ញុំនឹងរាយការណ៍ប្រាប់បងប្អូនមួយចំនួន
ផ្នែកមួយចំនួននៅខាងក្នុងដែលវាពិសេសមែនតើអញ្ចឹងសម្រាប់ទី1រថយន្តនេះតម្លៃដល់ 20000 នេះនិយាយទៅខ្វះតែបន្តិច 20000 បងប្អូនបាទអញ្ចឹងប្រើប្រាស់ជាមួយនឹង code អេឡិចត្រូនិកបាទធូរស្រួលមែនតើបើកបរក្នុងក្រុងបាទក្នុងបុរីឬក៏ទៅតាមខេត្តក៏បានដែរដោយសារតែវាអេឡិចត្រូនិកបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងល្បឿនវានឹងឡុកល្បឿនជូនបងប្អូនតែម្ដងហើយពាក់ព័ន្ធមួយទៀតអេក្រង់នេះអេក្រង់ digital ទំហំ 7 inch បង្ហាញព័ត៌មានពាក់ព័ន្ធជាមួយនឹងរថយន្តណាអញ្ចឹងគឺក៏ទាំងកុងទ័រល្បឿនទាំងម៉ោងទាំង try mode អីផ្សេងៗគឺអាចមើលនៅក្នុងនឹងបានគឺច្បាស់មែនតើបង្ហាញពលឺមកច្បាស់ល្អហើយនៅលើដៃចកូតយើងក៏មាននឹងប៊ូតុង cruise control ពាក់ព័ន្ធជាមួយនឹងការកំណត់ល្បឿនអីផ្សេងៗបើកនៅលើផ្លូវល្បឿនលឿនឬក៏ផ្លូវស្លាយបងប្អូនអាច set បានចាប់ពី 30 km ក្នុង1ម៉ោងបានអញ្ចឹងមិនត្រូវការបងប្អូនជន់ហ្គែឬជន់ហ្វ្រាំងទេពេលដែលបងប្អូនប្រើជាមួយនឹង option ហ្នឹងវានឹងជន់វានឹងធ្វើការឲ្យបងប្អូនផ្ទាល់តែម្ដងអញ្ចឹងកាន់តែចកូតឲ្យទៅជាប់ទៅបានហើយជាមួយនឹងអេក្រង់កំសាន្តនេះបាទ infotainment គឺ10.25 inch ភ្ជាប់ជាមួយនឹង Kaby Link ដែលយើងអាច connect មួយទូរស័ព្ទបានអញ្ចឹងចាក់ចម្រៀងចាក់អីយើងអាចមើលនៅក្នុងនោះបានហើយសម្រាប់ការ design នៅខាងក្នុងគឺសាមញ្ញទេបងប្អូនប៉ុន្តែសម្រាប់ខ្ញុំវាអត់អញញ៉ៃពេកទេដោយសារអីដៃចកូតពណ៌ខ្មៅ logo GTV ហើយកន្លែងដៃចកូតនេះគឺ design inox ចាំងហើយ tablo ក៏ clean ដែរអត់មានកលៈអីច្រើនទេជាមួយនឹង console កណ្ដាលនេះគឺមានជាមួយនឹងម៉ាស៊ីនត្រជាក់ដែលយើងអាចជាម៉ាស៊ីនត្រជាក់បានគឺថាដាច់តែម្ដងបាទអញ្ចឹងបងប្អូនពាក់ព័ន្ធជាមួយនឹងការចាក់ចម្រៀងហ្នឹងគឺ speaker នៅក្នុងរថយន្តនេះគឺ4គ្រាប់អញ្ចឹង4គ្រាប់ហ្នឹងក៏ភ្ជាប់មកជាមួយនឹង eco ទូចទៅតាមទ្វារហើយនឹងកន្លែង tablo ដែរអញ្ចឹងលើសលេងមកគឺខ្ញុំជឿថាព្រោះបាទអាចទទួលយកបានមិនមែនថាបុកដល់ថ្នាក់ធ្លាយបេះដូងទេអូខេបងប្អូនអញ្ចឹងរៀបរាប់ជូនបងប្អូនច្រើនហើយអញ្ចឹងបងប្អូនឆ្ងល់ហើយថារថយន្តនេះមានធានាអត់ហើយមួយទៀតតើរថយន្តនេះគឺអាចបង់មលុះបានអត់ព្រោះលុយអត់គ្រប់អញ្ចឹងចង់បង់មលុះជិះបានបងប្អូនសម្រាប់សបិនបងប្អូនចូលរួមតែ$2000បងប្អូនអាចដកឡានយកទៅជិះបានហើយមកក្រុមហ៊ុន GTV មកហើយសម្រាប់រថយន្តនេះបងប្អូនកុំភ័យខាងខ្លាចរថយន្តអត់មានធានា GTV ធានាទៅលើម៉ាស៊ីន10ឆ្នាំហើយប្រអប់លេខ5ឆ្នាំម៉ាស៊ីន10ឆ្នាំឬក៏200,000 គីឡូហើយសម្រាប់ទឹកថ្នាំនេះក៏ធានាដែរទឹកថ្នាំនេះគឺធានា10ឆ្នាំដូចគ្នាអញ្ចឹងបងប្អូនប៉ុណ្ណឹងយើងមានទំនុកចិត្តនៅក្នុងការប្រើប្រាស់ហើយចង់ដឹងព័ត៌មានលម្អិតបន្ថែមបងប្អូនអាចមក showroom GTV នៅផ្លូវ60ម៉ែត្រឬក៏ផ្លូវសំណាយហ៊ុនសែនហើយមួយទៀតមាននៅខាងទូកោកបាទចិត្តស្ពានអាកាស Techno អញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងបងប្អូនជម្រាបលាជួបគ្នានៅវីដេអូឡើងក្រោយបាយបាយ